នេះមិនមែនជាសក់ដែរពិបាកកាត់ទេតែនេះជាភ្ញៀវដែរពិបាកកាត់អូខេសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលនិយាយពីភ្ញៀវពិបាកកាត់ម្ដងហើយតើមូលហេតុអ្វីទើបខ្ញុំនិយាយថាភ្ញៀវដែរពិបាកកាត់ដោយបងប្អូនឃើញនៅខាងដើមវីដេអូអញ្ចឹងពេលដែលយើងកាត់គឺគាត់ងាកឆ្វេងងាកស្ដាំគាត់ចង់មើលសក់ទៅនេះទៅនោះគឺស្រេចតែចិត្តគាត់អត់ខ្វល់ពីការកាត់សក់របស់ជាងទេហើយនេះហើយជាមូលហេតុដែលខ្ញុំប្រាប់ថាជាភ្ញៀវដែលពិបាកកាត់ហើយមិនមែនជួបតែខ្ញុំទេខ្ញុំជឿជាក់ថាជាងដែលកាត់សក់យូរឆ្នាំប្រកាសជាជួបឲ្យភ្ញៀវបែបហ្នឹងហើយបើសួរថាពេលដែលយើងជួបភ្ញៀវបែបហ្នឹងយើងគួរមានដំណោះស្រាយបែបណាតទៅស្ដាប់ទាំងអស់គ្នាហើយសម្រាប់ដំណោះស្រាយដ៏ល្អនោះគឺយើងព្យាយាមកាត់តែធម្មតាទៅហើយបើគាត់កំងអីគឺយើងធ្វើតាមតែគាត់ទៅអញ្ចឹងយើងមិនបាច់ខ្វល់អីច្រើនទេយើងធ្វើតាមតែតួនាទីរបស់យើងគឺបានហើយចុះបើសិនជាបងប្អូនសួរថាចុះបើសិនជាជួបភ្ញៀវបែបហ្នឹងតើយើងកាត់ស្អាតឬមួយក៏អត់ចម្លើយនោះគឺកាត់មិនស្អាតទេដោយសារតែគាត់នៅអត់នឹងគាត់រើឆ្វេងស្ដាំដូចជាកូនក្មេងអញ្ចឹងពេលដែលបងប្អូនកាត់សក់កូនក្មេងប្រកាសជាដឹងហើយថាពិបាកកាត់កម្រិតណាហើយពេលដែលជួបភ្ញៀវមនុស្សធំហើយគាត់ងាកឆ្វេងងាកស្ដាំគាត់មើលចង់មើលសក់ក៏មើលចង់ងាកទៅនេះក៏ងាកចង់ងាកទៅនោះក៏ងាកអាហ្នឹងគឺចំណុចសំខាន់ដែលយើងធ្វើអត់បានស្អាតទេបងប្អូនឥឡូវខ្ញុំលើកឧទាហរណ៍ឲ្យបងប្អូនងាយយល់មួយចុះបើសិនជាបងប្អូនទៅរៀនហើយគ្រូឲ្យបងប្អូនសរសេរអក្សរឲ្យបានស្អាតតែសភៅដែលគាត់ឲ្យយើងសរសេរគឺគាត់ចាប់ម្ដងទៅឆ្វេងទៅស្ដាំហើយឲ្យយើងសរសេរតាមដែលគាត់ចាប់ទាញទៅឆ្វេងទៅស្ដាំតើបងប្អូនសរសេរបានស្អាតឬមួយក៏អត់ចម្លើយនោះគឺក៏អត់ស្អាតដូចគ្នាដែរចឹងហើយបងប្អូនគួរតែយល់អានេះគឺជាការប្រៀបធៀបងាយចុះបើសិនជាបងប្អូនសួរមកកាន់ខ្ញុំទៀតថាគ្រាន់តែភ្ញៀវទៅទទួលសេវាកម្មកាត់សក់សោះហើយនៅអត់ហ្នឹងគ្រាន់តែចង់មើលសក់ខ្លួនឯងក៏មិនបានមិនមែនថាមិនបានទេបងប្អូនគឺយើងមកទទួលសេវាកម្មគឺយើងត្រូវតែមើលឲ្យកាត់ស្អាតនិងស្អាតប៉ុន្តែពេលដែលជាងកំពុងធ្វើការសូមអធិស្ឋានឲ្យម៉ួយគឺជួយសហការជាមួយជាងនៅឲ្យស្ងៀមបើគាត់នៅមិនស្ងៀមថាមិនត្រូវអាចនឹងឆែបកថាបានដែរដោយសារតែយើងត្រូវការនៅស្ងៀមទើបយើងកាត់បានហើយខ្ញុំសូមលើកឧទាហរណ៍មួយទៀតឲ្យបងប្អូនងាយយល់កាលពីព្រេងនេះគឺមានក្សត្រមួយអង្គហើយកាត់សក់គឺមិនដែលត្រូវចិត្តទេហើយជាងដែលកាត់សក់ឲ្យគាត់នោះគឺតែងតែគាត់សម្លាប់ពេលដែលកាត់សក់ឲ្យគាត់មិនស្អាតហើយដល់ទៅថ្ងៃមួយហ្នឹងបរិសម្នាក់ហ្នឹងគឺជាជាងកាត់សក់ហើយស្ដេចហ្នឹងក៏បានកោះហៅឲ្យបរិសជាជាងហ្នឹងទៅកាត់សក់ឲ្យអញ្ចឹងទៅបន្ទាប់មកទើបជាងហ្នឹងដឹងថាមូលហេតុដែលកាត់មិនស្អាតគឺស្ដេចហ្នឹងគឺនៅអត់នឹងតែម្ដងកាត់សក់រើដូចកូនក្មេងអញ្ចឹងហើយជាងហ្នឹងក៏គិតថាមុនក្រោយបើគង់តែស្លាប់ដែរអញ្ចឹងគឺគាត់ក៏បានទះស្ដេចនឹងម្ដាយហើយប្រាប់ឲ្យស្ដេចនឹងនៅឯនឹងដើម្បីឲ្យគាត់ធ្វើការឲ្យរួចរាល់អីចឹងទៅហើយបន្ទាប់មកទៀតស្ដេចនឹងក៏បាននៅនឹងឲ្យគាត់កាត់ឲ្យរួចរាល់តែម្ដងដល់ពេលកាត់រួចរាល់ទៅគាត់ឆ្លោះកញ្ចក់ទៅមើលឃើញតែស្អាតដល់ពេលចឹងទៅក៏ទុកជីវិតឲ្យជាងនឹងអីចឹងទៅហើយពេលខ្លះការកាត់ស្អាតមិនស្អាតគឺវាមិនមែនមកពីជាងទាំងអស់ទេបងប្អូនគឺអាស្រ័យនៅលើភ្ញៀវដែរចឹងហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរ